Ok, chẳng những cho mà cái này proximal tubular reabsorption ngវិញថាតើវាធ្វើអីខ្លះនៅកន្លែងហ្នឹងអញ្ចឹងកន្លែងនៅ proximal tubular ហ្នឹងវាមានការស្រូបយកទៅវិញនៅសារធាតុជាច្រើនដែលមានដូចជាសូដ្យូម ប៉ូតាស្យូមទឹកអ៊ីយ៉ុងក្លប៊ីកាបូណាតជាមួយនឹងក្លូចកុសហើយនិងអាមីណូអាស៊ីតអញ្ចឹងនៅកន្លែងហ្នឹងបរិមាណដែលវាស្រូបយកគឺឧទាហរណ៍ថាសូដ្យូមហ្នឹង 100% វាស្រូបចូលទៅវិញនៅកន្លែងហ្នឹងឡើង 65% ឯងទឹកក៏ដូចគ្នាដែរហើយអាមីណូអាស៊ីតជាមួយនឹងក្លូចកុសក៏ដូចគ្នាដែរហើយ proximal tubule ហ្នឹងវាក៏មានតួនាទីក្នុងការបញ្ចេញទៅលើ organic acid ហើយនឹង base ដូចគ្នាដូចជាប្រភេទ balso oxalate ជាមួយនឹង urate ដែលជាប្រភេទកាកសំណល់ដែលយើងត្រូវបញ្ចេញចោលទៅក្នុង tubule renal tubule ហើយ end product នេះទាំងអស់ហ្នឹងគឺជា end product metabolism ជាមួយនឹង metabolism នៃថ្នាំដូចគ្នាអញ្ចឹងថ្នាំក្រោយពេលដែលយើងលេបចូលទៅគឺវាត្រូវបានបញ្ចេញចោលទៅតាមតម្រងនោមចឹងដូចថ្នាំមួយចំនួនដែលញ៉ាំទៅសម្រាប់អ្នកជំងឺដែលគាត់មានchronic kidney disease គាត់មានជំងឺតម្រងនោមខ្សោយអញ្ចឹងគេអត់ឲ្យប្រើប្រាស់ថ្នាំហ្នឹងទេដោយសារតែគាត់អត់មានសមត្ថភាពនៅក្នុងការ eliminate វាគ្រប់គ្រាន់យ៉ាប់អញ្ចឹងថ្នាំខ្លះគឺត្រូវ strict ទៅលើអ្នកជំងឺដែលគាត់មាន kidney disease ហ្នឹងឯងម្ដងនេះយើងមើលរបៀបដែលការ reabsorption ទៅលើសូដ្យូមមានន័យថា2ភាគ3មានថា 65% ហ្នឹងឯងរបៀបដែលវាត្រូវបាន reabsorb ចូលទៅវិញគឺវាមានដំណើរការវា3ទី1គឺវាចេញពី lumen របស់ tubular អញ្ចឹងកន្លែងមើលនេះទៅនេះ tubular lumen អញ្ចឹងសូដ្យូមនៅក្នុងហ្នឹងអញ្ចឹងនៅពេលដែលវាស្រូបចូលគឺវាស្រូបចូលទៅក្នុង cellular សិន tubular cell នេះគឺជា tubular cell របស់ Q ហ្នឹងតាមរយៈអីគេគឺតាមរយៈ co-transporter ហ្នឹងនេះគឺអានេះហ្នឹងឯងគឺ channel ហ្នឹងឯងហើយវាមានsodium glucose import ជាមួយនឹងsodium proton exchanger អញ្ចឹងបើសិនជាអានេះមានន័យថា proton ចូល sodium ចេញ sodium ចេញ proton ចូលអញ្ចឹងមានន័យថាវា change គ្នាពីអ្នកហ្នឹងជាមួយនឹង sodium glucose import នេះមានន័យថាមានកលុយកុសហើយត្រូវមានសូដ្យូមទៀតបានវាចូលអញ្ចឹងកន្លែងមើលកន្លែងនេះអញ្ចឹងកន្លែងនេះមានសូដ្យូមផងមានកលុយកុសផងអញ្ចឹងបាន channel ហ្នឹងវាបើកឲ្យហត់ចូលពីក្នុង tubule ចូលមកក្នុង cellular របស់វាអញ្ចឹងអាហ្នឹងគឺជារបៀបដែលវាដឹកនាំពី lumen ចូលមកក្នុង tubular cell ហើយអានេះវិញគឺពី tubular cell ទៅកាន់ interstitial fluid អញ្ចឹងអានេះពេលដែលវាចូលមកដល់ហ្នឹងហើយវាត្រូវបញ្ចេញពី tubular cell ហ្នឹងចូលទៅ interstitial នេះដើម្បីឲ្យសរសៃឈាមនេះស្រូបយកអញ្ចឹងរបៀបដែលវាបញ្ចេញគឺវាមានរបៀបពីរទី1គឺសូដ្យូម ប៉ូតាស្យូម ផាំដែល3សូដ្យូមចូលទៅក្នុង interstitial space នេះនិង2ប៉ូតាស្យូមចូលទៅក្នុងកោសិកាអានេះឃើញរូបនេះហ៎សូដ្យូមចេញទៅក្រៅកោសិកានេះ3ហើយចូលក្នុងកោសិកាវិញ2ហើយមួយទៀតវាមាន small space between tight junction tubular epithelium cell ដែលយើងហៅថា lateral intercellular space អាហ្នឹងគឺជា junction មួយដែលចងពី tubular cell មួយទៅ tubular cell មួយទៀតអាហ្នឹងគ្រាន់តែគេបញ្ជាក់ទេថាកន្លែងហ្នឹងគេហៅថា lateral intercellular space អញ្ចឹងនេះវាមាននៅបន្លាស់នេះអានេះឧទាហរណ៍អាកន្លែងនេះកោសិកាថ្មីមួយទៀតអញ្ចឹងអាកន្លែងសនេះអាកន្លែងសដែលនេះហ្នឹងអាហ្នឹងគេហៅថា lateral intercellular space ហើយបន្ទាប់មកទៀតវានឹងត្រូវបានស្រូបចូលទៅក្នុង peritubular capillary ដែលជាសរសៃឈាមនៅជុំវិញនេះដោយសារតែពេលនោះវាបញ្ចេញមកនៅ interstitial space នេះអញ្ចឹងវានឹងហូរចូលទៅក្នុងសរសៃឈាមតាមរយៈ concentration gradient មានន័យថាតាមរយៈកំហាប់ជម្រាលកំហាប់របស់វាអញ្ចឹងបើកំហាប់នៅក្នុងនេះខ្ពស់វានឹងហូរចូលទៅក្នុង capillary វិញអញ្ចឹងអានេះគឺជារបៀបដែលសូដ្យូមត្រូវបាន reabsorb ចូលទៅក្នុង blood vessel របស់យើងវិញឥឡូវយើងមកមើលកន្លែង reabsorption of glucose អញ្ចឹង glucose គេដាក់ថាវាត្រូវបានស្រូបយកទៅវិញទាំងអស់ completely គឺទាំងអស់នៅក្នុង proximal convoluted tubule អញ្ចឹងមានន័យថានៅក្នុង convoluted tubule នេះគឺវាត្រូវបានស្រូបយកចូលទៅក្នុងសរសៃឈាមយើងវិញអស់ហើយអញ្ចឹងអត់មានទឹកនោមរបស់យើងអត់មានស្ករទេអញ្ចឹងឥឡូវអានេះមើលរូបនេះមកទៅស្រួលយល់អ្នកដំបងឡើយគឺក្លូយកុសវាមាននៅក្នុងនេះដែរប៉ុន្តែគ្រាន់តែមកដល់ convoluted tubule នេះ proximal នេះគឺវាធ្វើការស្រូបយកទៅវិញទាំងអស់តាមរយៈ co-transporters ឈ្មោះវា SGLT2 អញ្
ចឹង SGLT2 ហ្នឹងគឺវាជួយដឹកនាំក្លូកូសពី tubular នេះចូលមកក្នុង cell នេះអញ្ចឹង cell នេះទទួលបានក្លូកូសហើយអានេះឃើញវាមានក្លូកូសផងមានសូដ្យូមផងអាហ្នឹងគេហៅថាសូដ្យូមក្លូកូសsymphoter ចឹងនៅពេលដែលវាចូលមកក្នុង tubular cell ហ្នឹងហើយ tubular cell នេះនឹងដឹកនាំក្លូកូសនេះចូលទៅក្នុង blood vessel វិញអញ្ចឹងអាហ្នឹងគឺជារបៀបដែលវា transport ពី tubular ចូលទៅក្នុងសរសៃឈាមវិញអញ្ចឹងរបៀបដែលវា transport ពី cellular tubular cell នេះទៅក្នុង capillary ដែលជាសរសៃឈាមនៅជាប់ហ្នឹងសួរថាវាដឹកនាំតាមណាគឺតាមរយៈ colute តាមរយៈ co-transporter មួយទៀតឈ្មោះថា colute កូស co-transporter 2នេះអានេះអា2នេះអាលើដល់ពេលអា colute នេះអាក្រោមនេះ glucose transporter នេះយ៉ាប់អញ្ចឹងដល់កន្លែងហ្នឹងគឺ glucose ទាំងអស់នឹងត្រូវបានដឹកនាំចូលក្នុងឈាមវិញយ៉ានៅកន្លែងផ្នែក proximal ឥឡូវយើងមើលការ reabsorption របស់ amino acid ម្ដងអញ្ចឹង amino acid របស់យើងគឺត្រូវបាន reabsorb completely ដូចគ្នានៅ proximal convoluted tubule អញ្ចឹងនៅក្នុងហ្នឹងអត់មានកន្លែងណាដែលនៅក្នុងទឹកនោមរបស់យើងអត់ត្រូវមាន amino acid ចេញមកតាមទឹកនោមហ្នឹងទេគឺត្រូវតែស្រូបយកទៅវិញទាំងអស់ចូលទៅក្នុងសរសៃឈាមរបស់យើងវិញហើយវាត្រូវបាន transport តាមរយៈ secondary active គឺ sodium co-transporter អញ្ចឹងកន្លែងមើលហុកនេះកន្លែងនេះគឺជាlumen អញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងមួយដែល urine ដំបងដែលត្រូវបានផលិតឡើងអញ្ចឹង urine គឺវាហត់ត្រូវហត់តាម proximal tubule ទៅ lobe of Henle ទៅ distal tubule អញ្ចឹងទៅអញ្ចឹងនៅកន្លែងផ្នែក proximal ហ្នឹងគឺវាមាន amino acid ដែរនៅកន្លែងហ្នឹងអញ្ចឹងដល់ពេលដែលវាមាន amino acid ហ្នឹងនឹងត្រូវបានដឹកនាំចូលទៅក្នុងសរសៃឈាមវិញតាមរយៈ co-transporter យើងហៅថា sodium co-transport ដែលជាប្រភេទsecondary active transport អូខេអញ្ចឹងនៅពេលដែលវាចូលក្នុង tubular cellular វាចូលមកក្នុង interstitial space ហើយវាចូលមកក្នុងសរសៃឈាមវិញ capillary កន្លែងនេះ reabsorption នៃ water អញ្ចឹង reabsorption របស់ water វាមិនមែនមានតែមួយកន្លែងទេវាមានច្រើនកន្លែងអញ្ចឹងកន្លែងនេះគឺជាកន្លែងមួយដែលគេហៅថា obligatory water absorption ជាកន្លែងស្រូបយក water មួយដែលរៀងធំរៀងច្រើនអញ្ចឹងវាកើតឡើងនៅ proximal convoluted tubule ដូចគ្នាអញ្ចឹងវាមានតួនាទីreabsorption ទឹកចេញពី proximal convoluted tubule ចូលទៅក្នុងសរសៃឈាម lumen នេះវិញអញ្ចឹងវាស្រូបយកដោយសារអីគេអញ្ចឹងវាស្រូបយកទឹកចូលទៅវិញហ្នឹងដោយសារតែកំហាប់នៃសូដ្យូមនេះអញ្ចឹងបើសិនជាសូដ្យូមទៅណាទឹកទៅហ្នឹងហើយអញ្ចឹងបើសិនជាសូដ្យូមវិញយើងដឹងហើយគឺ 65% ត្រូវបានស្រូបយកចូលទៅក្នុងសរសៃឈាមវិញអញ្ចឹងទឹកចង់គឺទឹកត្រូវតែទាញទៅដូចគ្នាដោយសារតែកំហាប់ osmosis របស់វាconcentration វា increase osmolarity អញ្ចឹងយើងត្រូវតែរុញទឹកទៅវិញដូចគ្នាដើម្បីឲ្យកំហាប់របស់ទឹកនោមហ្នឹងកុំឲ្យខាប់ពេកកំហាប់ទឹកនោមវិញកំហាប់នៅក្នុងឈាមកំហាប់សូដ្យូមក្នុងឈាមហ្នឹងខ្ពស់ពេកអញ្ចឹងត្រូវយកទឹកចូលទៅវិញដូចគ្នាអញ្ចឹងឥឡូវយើងមើលគេបកស្រាយទៅគឺថានៅពេលដែលសូដ្យូមត្រូវបានស្រូបចូលទៅហ្នឹង osmotic pressure ត្រូវបាន decrease ធ្វើឲ្យទឹករបស់យើងហ្នឹងហូរចេញពីកន្លែង tubule នេះ runner tubule នេះចូលទៅក្នុងcapillary អញ្ចឹងគឺវាអាស្រ័យទៅលើ osmotic pressure នឹងឯងឥឡូវយើងមើលកន្លែង reabsorption របស់ lobe of Henle យើង reabsorption របស់ proximal យើងដឹងហើយឥឡូវយើងចូលមកដល់ reabsorption នៅកន្លែង lobe of Henle ម្ដងថាវាមាន function មិនអញ្ចឹងកន្លែង lobe of Henle នេះគឺជាទីតាំងកន្លែងនេះឥឡូវយើងមើលទៅវាមាន thin descending segment thin ascending segment ជាមួយនឹង thick ascending segment អញ្ចឹងនៅក្នុងហ្នឹងគឺជាកន្លែងមួយដែលវាមានតួនាទីនៅក្នុងការ absorption ដូចគ្នាតែវាមានលក្ខណៈខុសគ្នាជាមួយនឹងកម្រិត level នៃការស្រូបខុសគ្នាអញ្ចឹងនៅបន្លាស់ descending segment នេះយើងឃើញថាវាអត់មាន brass border cell ទេអញ្ចឹងមានន័យថាទឹកគឺ permeable គេដាក់ថាអាកន្លែងហ្នឹងគឺវា permeable to water and most of the solute like sodium ជាមួយនឹង urate អញ្ចឹងកន្លែងហ្នឹងគឺវាមានតួនាទីនៅក្នុងការ reabsorption ចូលទៅវិញនៃទឹកចំនួន 20% ដូចគ្នាហើយពួក sodium ជាមួយនឹងurate អីហ្នឹងក៏វាត្រូវ reabsorption ទៅវិញខ្លះដែរ
ហើយមួយទៀត six ascending limb six ascending limb នេះគឺជាផ្នែកមួយដែលវាឡើងទៅលើវិញវាត្រូវបាត់ឡើងទៅលើនេះវិញអញ្ចឹងហើយកន្លែងនេះទៀត six ascending នៅលើនេះកន្លែងដែលក្រាស់នេះអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងមួយដែលសូដ្យូមជាមួយនឹងក្លរហើយនឹងប៉ូតាស្យូមត្រូវបាន reabsorb ចូលទៅវិញដូចគ្នាចំនួន20%ដូចគ្នាហើយសូដ្យូមគឺ reabsorb នៅក្នុងហ្នឹងនៅកន្លែងលុបអស់ Henle ហ្នឹងគឺវាត្រូវការ step ចំនួន3ទី1គឺចេញពី renal tubule ចូលទៅក្នុង tubular cell ចេញពីក្នុង tubular cell ហ្នឹងចូលទៅក្នុងcapillary អញ្ចឹងឥឡូវយើងមើលទៅប្រសិទ្ធវាមិនអត់ខុសគ្នាពី proximal ទេដូចតែគ្នាទេគ្រាន់ថាខុស co-transport ទេអញ្ចឹងពី renal to tubular cell ហ្នឹងវាប្រើ co-transport សូដ្យូម1ប៉ូតាស្យូម1ជាមួយនឹង chloride 2អញ្ចឹងឥឡូវបើសិនជាយើងមើលជាចាស់វិញយើងបានសូដ្យូមប៉ូតាស្យូមជាមួយនឹង2 chlor ឥឡូវរបៀបដែលវា transport អញ្ចឹងមានន័យថាសូដ្យូមចូល1ឈប់នេះ tubular អញ្ចឹងសូដ្យូមចូល1ប៉ូតាស្យូមចូល1ជាមួយនឹង chlor ចូល2អញ្ចឹងដល់ពេលដែលចូលអញ្ចឹងវាធ្វើឲ្យមានអ៊ីយ៉ុងម្ដង3ចូលអុប4 molecule ចូលមកប៉ុណ្ណឹងណាអញ្ចឹងដល់ពេលដែលវាចូលដល់ក្នុងហ្នឹងហើយអាហ្នឹងគេហៅថា tubular cell នឹងបញ្ចេញទៅ renal interstitial fluid អញ្ចឹងបន្ទាប់មកវាមានសរសៃឈាមហត់កាត់ចេះមួយទៀតអញ្ចឹងវានឹងហូរអាពួកប៉ូតាស្យូមសូដ្យូមនេះនឹងហូរចូលមកក្នុង blood vessel ដែលជា capillary ហ្នឹងឯងហើយកន្លែងនេះជាកន្លែងមួយដែលប្រសិទ្ធភាពថ្នាំដូចជា furosemide ដូចជា etaclinic acid ជាមួយនឹង បុយមេតាណៃនេះវាមានប្រសិទ្ធភាពអញ្ចឹងវានឹងប្លុកកន្លែងហ្នឹងអញ្ចឹងវាធ្វើឲ្យការបញ្ចេញទៅលើពពួកសូដ្យូមប៉ូតាស្យូមឬក៏ reabsorption វិញចូលទៅក្នុងសរសៃឈាមនេះនឹងធ្លាក់ចុះដោយសារអនឯងឃើញហើយវាស្រូបចូលក្នុង tubular cell ដើម្បី reabsorption ឬក៏ស្រូបយកចូលទៅក្នុងសរសៃឈាមវិញប៉ុន្តែ loop diuretic ដូច furosemide ដែលយើងប្រើច្រើនហ្នឹងភាគច្រើនគឺវាមកប្លុកកន្លែង sodium channel នេះ co-transporter sodium channel ហ្នឹងចឹងដល់ពេលដែលវាប្លុកទៅវាគោលដៅវាគឺបញ្ចុះទឹកនោមទេប៉ុន្តែដល់ពេលដែលវាបញ្ចុះវាមកប្លុកអា channel មួយហ្នឹងវាធ្វើការ3កន្លែង3អ៊ីយ៉ុងនោះអញ្ចឹងដល់ពេលដែលចង់អញ្ចឹងគឺវាទៅបាត់ទាំង3អ៊ីយ៉ុងហ្នឹងឯងប៉ូតាស្យូមគឺអត់ចូលទៅវិញទេគឺប៉ូតាស្យូមចុះមកក្នុង lumen ហ្នឹងហូរតាមទឹកនោមចេញមកក្រៅដែរហើយសូដ្យូមហ្នឹងចេញមកតាមទឹកនោមចេញមកក្រៅដែរហេតុអីបានគេបញ្ចុះទឹកនោមសោះគេទៅគេទៅប្លុកអាកន្លែង reabsorption ហ្នឹងទៅអីចឹងត្រូវដឹងថាសូដ្យូមគឺជាកំហាប់អំបិលអញ្ចឹងអំបិលទៅណាទឹកទៅហ្នឹងឯងអញ្ចឹងពេលដែលអំបិលនៅក្នុងទឹកនោមច្រើនវាធ្វើឲ្យទឹកនោមរបស់យើងហ្នឹងមានទឹកច្រើនដូចគ្នាហើយកំឡុងពេលដែលសូដ្យូមចេញមកហ្នឹងប៉ូតាស្យូមនេះវាប្លុកអត់ឲ្យចូលទៅដែរអញ្ចឹងវាចេញមកក្រៅដូចគ្នាអញ្ចឹងកន្លែងហ្នឹងគឺជាប្រសិទ្ធភាពនៃ furosemide ផ្លេគេថា both thin ជាមួយនឹង thick ascending limb ហ្នឹងគឺវា permeable to water it is important for the concentration of the urine អញ្ចឹងមានន័យថាកន្លែង thick ហើយនឹង thin ascending ហ្នឹងអ៊ីយ៉ុងគឺហូរចូលបានហូរចេញចូលបានប៉ុន្តែទឹកហូរចេញចូលអត់បានទេហ្នឹងគេគ្រាន់ប្រាប់អញ្ចឹងឥឡូវយើងចូលមកដល់ distal tubule reabsorption distal tubule reabsorption ចូលមកដល់ផ្នែកចុងនេះហើយដែលវាចាប់ផ្ដើមបែកកោសិកាមួយឈ្មោះហៅថា macula densa មានន័យថានៅផ្នែកដំបូង first segment of distal tubule គឺវាមាន macula densa ដែលយើងនិយាយថាវាជា chemoreceptor សម្រាប់ detect ទៅលើពពួកsodium concentration អញ្ចឹងឥឡូវវាដល់ចំណុចហ្នឹងហើយនៅ distal tubule ហើយវាជាប្រភេទកោសិកាមួយគេហៅថា Chata glomerular complex ឬក៏ apparatus ដែលវាជួយ provide ទៅលើ feedback control នៃការ filtration នៅក្នុងនៅប្រុងហ្នឹងអញ្ចឹងនៅពេលដែល blood flow នៅក្នុងហ្នឹងវា decrease វា increase sodium កំហាប់របស់វាអត់ល្អអីអាហ្នឹងគឺវាជាអ្នក detect យកដើម្បីឲ្យធ្វើឲ្យមានការ dilatation ឬក៏ constriction ទៅលើ blood vessel នៅកន្លែង kidney ហ្នឹងឯងអញ្ចឹងនៅកន្លែង early distal tubule មានន័យថានៅផ្នែកខាងដើមនៃ distal tubule របស់យើង 5% នៃសូដ្យូមត្រូវបាន reabsorb ដូចត្រូវបានស្រូបយកចូលទៅក្នុងសរសៃឈាមវិញហើយបាយសូដ្យូម chlor
co-transporter អញ្ចឹងអ្នកដែល transport វាគឺជា sodium chloride co-transporter ចូលទៅក្នុង tubular cell ហើយនឹងចេញទៅនឹងត្រូវបានស្រូបចេញវិញឬក៏មានថាឥឡូវអាកន្លែងនេះ lumen អញ្ចឹងនៅពេលដែលវាចូលមកក្នុង cell នេះនៅពេលដែល sodium ត្រូវបាននេះត្រូវបានស្រូបយកចូលទៅក្នុង cell នេះតាមរយៈ sodium chloride co-transporter តែនៅពេលដែលវាចេញមកក្នុង renal interstitial fluid នេះវានឹងប្រើ sodium potassium co-transporter ម្ដងនេះ sodium and potassium ATPase PAM យ៉ាប់អញ្ចឹងវាប្រើមួយនឹងដែលជាប្រភេទ active transport ហើយបន្តមកទៀតវានឹងធ្វើការហូរចូលទៅក្នុង blood vessel របស់យើងតាមរយៈ osmosis ឬក៏ concentration gradient ហើយកន្លែងហ្នឹងគឺជាកន្លែងមួយដែល loop uretic ឈ្មោះថា tarsi uretic ហ្នឹងគឺវាមានសកម្មភាពអញ្ចឹងកន្លែងហ្នឹងគោលបំណងរបស់វាគឺចង់ឲ្យអ្នកជំងឺគាត់បញ្ចុះសម្ពាធឈាមឬក៏បញ្ចុះទឹកតាមទឹកនោមមួយច្រើនអញ្ចឹងដើម្បីបញ្ចុះទឹកយើងមិនត្រូវបញ្ចុះអំបិលបញ្ចុះសូដ្យូមនេះអញ្ចឹងដល់ពេលដែលសូដ្យូមហ្នឹងវាចុះមកតាមtubular ហ្នឹងទឹកក៏វាចុះតាម tubular ហ្នឹងច្រើនដូចគ្នាអញ្ចឹងសូដ្យូមកាន់តែច្រើនទឹកកាន់តែច្រើន that's why ពេលដែលយើងមានលក្ខណៈថាញ៉ាំប្រៃពេកអីក៏វាធ្វើឲ្យយើងហើមដៃហើមជើងដូចគ្នាដោយសារតែសូដ្យូមនៅក្នុង interstitial space ហ្នឹងវាច្រើនទឹកចូលទៅក្នុង interstitial space ច្រើនដូចគ្នាអញ្ចឹងថាសារ uretic ថ្នាំមួយដែលបញ្ចុះទឹកនោមដែលគេប្រើប្រាស់នៅក្នុង heart failure អីគឺគេប្រើដើម្បីបញ្ចុះទឹកនោមមកគឺវាមកប្លុកកន្លែងហ្នឹងគឺវាប្លុកអត់ឲ្យមានការ reabsorption នៃសូដ្យូមចូលទៅក្នុង lumen blood vessel យើងវិញទេអញ្ចឹងវាធ្វើឲ្យសូដ្យូមហ្នឹងវានៅក្នុង tubular lumen នេះអញ្ចឹងទឹកចេញមកតាម lumen ហ្នឹងច្រើនដូចគ្នាឥឡូវយើងមកមើល lab distal tubule ឬក៏ collecting duct អញ្ចឹងម្ដងហ្នឹងគឺជាចុងបញ្ចប់ហើយអញ្ចឹងកន្លែងហ្នឹងគឺជា lab tubule ជាមួយនឹង cortical collecting duct cortical collecting duct នេះគេសំដៅទៅលើ collecting duct ដែលវានៅផ្នែក cortex ដោយសារ renal cortex renal medulla អីវាមាន part របស់វាអញ្ចឹងកន្លែងនេះវានៅ cortex វាមាន function និងលក្ខណៈស្តៀងទៅនឹងtubule distal tubule អញ្ចឹងអាពីរហ្នឹងគឺវាស្តៀងគ្នាកន្លែងហ្នឹងដោយសារតែវានៅគៀកគ្នាអញ្ចឹង distal tubule ជាមួយនឹង collecting tubule នេះគឺវាមាន functional characteristic វាស្តៀងគ្នាទីដោយសារតែវា compose មកពី principal cell ជាមួយនឹង intercalated cell ដែលកោសិកាពីរហ្នឹងវាមានតួនាទីទី1 principal cell អ្នក reabsorption នៅលើសូដ្យូមជាមួយនឹងទឹកហើយនឹងវាស្រូបយកទឹកជាមួយនឹងសូដ្យូមហើយកំឡុងពេលហ្នឹងក៏វាធ្វើការបញ្ចេញ potassium ដូចគ្នាអញ្ចឹង principal cell ធ្វើការពីរហ្នឹងស្រូបយកជាតិសូដ្យូមជាមួយនឹងទឹកហើយបញ្ចេញ potassium ហើយ intercalated cell ហ្នឹងវាមានពីរប្រភេទទៀតវាមាន type A type 2 ទៀត intercalated cell សម្រាប់ type A វិញគឺ type A intercalated cell វាមានតួនាទី reabsorption potassium ជាមួយនឹងការបញ្ចេញចោលនៅពពួក proton ហាក់បូកហើយសម្រាប់ principal cell យើងមានពីរវាមាន basolateral membrane ជាមួយនឹង atypical membrane អញ្ចឹងសម្រាប់basolateral membrane យើងមើលទៅនេះ basolateral membrane វានៅខាងនេះដល់ពេល atypical apical មានន័យថាផ្នែកកំពូលរបស់វាហ្នឹងគឺវានៅខាងនេះអញ្ចឹងនៅខាងនេះគឺវាស្រូបយកសារសូដ្យូមជាមួយនឹង potassium សូដ្យូមស្រូបយកសូដ្យូមជាមួយនឹងការបញ្ចេញ potassium តាមរយៈការប្រើប្រាស់នៅ pump មួយឈ្មោះថា ATPase pump នេះឥឡូវយើងមើលកន្លែងនេះ basolateral អញ្ចឹងយើងនេះកន្លែងដែលវាស្រូបយកសូដ្យូមចូលជាមួយនឹងការបញ្ចេញ potassium ចេញហ្នឹងគឺប្រើប្រាស់ pump មួយឈ្មោះថា sodium potassium ATPase ហ្នឹងឯង yes ហើយសម្រាប់ atypical membrane សម្រាប់ផ្នែកកំពូលរបស់វាវិញគឺសូដ្យូមត្រូវបានស្រូបយកជាមួយនឹង potassium ត្រូវបានបញ្ចេញដោយ diffusion in special channel អញ្ចឹងគឺខាងនេះវាអត់មាន pump អីច្បាស់លាស់ដូចអានេះទេគឺប្រើប្រាស់ diffusion ប្រើប្រាស់របៀបបន្សាយបើសិនជានៅកន្លែងណាដែលមានច្រើនវាហូរទៅកន្លែងពីច្រើនគឺហូរទៅកន្លែងដែលមានតិចហើយមានថាកំហូរពីកំហាប់ខ្ពស់ទៅកំហាប់ទាបយ៉ាប់អញ្ចឹងសម្រាប់ atypical ហ្នឹងគឺវាបែបហ្នឹងឯងហើយកន្លែងនេះគឺជាកន្លែងដែលថ្នាំមួយចំនួនត្រូវបានប្រើប្រាស់ដូចគ្នា
ចឹងbasolateral membrane នេះគឺវាមានថ្នាំមួយចំនួនដូចជាពពួក aldosterone antagonist ដែលមានដូចជា spironolactone ជាមួយនឹងeplerenone អាហ្នឹងគឺជាថ្នាំពពួកkeep ទៅលើ potassium គេហៅ potassium sparing ណាអញ្ចឹងថ្នាំហ្នឹងគឺវាជួយទប់ potassium កុំឲ្យចេញទៅក្នុងទឹកនោមឥឡូវអានេះឃើញកន្លែងនេះ tubular lumen អញ្ចឹងនៅពេលដែល potassium ស្រូបចូលទៅក្នុង tubular នេះអញ្ចឹងវាមិនត្រូវបញ្ចេញ potassium ចោលនៅក្នុង lumen នេះអញ្ចឹងនៅពេលដែលពួក spironolactone នេះចូលមកគឺវា block channel នេះអត់ឲ្យស្រូបចូល potassium ចូលទៅក្នុង tubular lumen ទេហើយមួយទៀតគឺពពួកamyloride ឬក៏ tramtarin អញ្ចឹងអាហ្នឹងគឺជាប្រភេទថ្នាំមួយពួក sodium channel blocker អញ្ចឹងពេលដែលវា block ទៅ sodium នឹងអត់ត្រូវបាន reabsorb ចូលទៅក្នុងtubular cell នេះទេអញ្ចឹង tubular cell នេះអត់មាន sodium ក៏អត់មាន sodium រុញមកក្នុង renal interstitial fluid ដែរអញ្ចឹង sodium នេះនឹងត្រូវបានប្រហូរទៅក្នុងទឹកនោមអូខេអាហ្នឹងគឺជា pharmacokinetic មួយចំនួនដែលយើងអាច apply បាននៅក្នុង physiology ហើយឥឡូវយើងមកមើល intercalated cell ដែលវាមានតួនាទីនៅក្នុងការ regulate ទៅលើ acid base អញ្ចឹងវាមាន2វាមាន type A ជាមួយនឹង type B intercalated cell ហ្នឹងអញ្ចឹងសម្រាប់ type A intercalated cell គឺវាមានតួនាទីបញ្ចេញពួក proton ដែលវាជាប្រភេទ acid អាហ្នឹងណាចឹងវាបានមកពី hydrogen ATPase channel ជាមួយនឹង hydrogen potassium ATPase channel ហើយកន្លែងហ្នឹងវាជួយនៅក្នុងការ type A cell នេះ type A intercalated cell ហ្នឹងគឺវាមានតួនាទីបញ្ចេញនៅពពួក acid ជាមួយនឹងបញ្ចេញ acid ហ្នឹងចេញទៅតាមទឹកនោមអញ្ចឹងអញឃើញកន្លែងនេះគឺជា lumen កន្លែងនេះ lumen អញ្ចឹងកន្លែងនេះ proton ហ្នឹងគឺជា acid ទេអញ្ចឹងនៅពេលដែលខ្លួនរបស់យើងមាន acidosis acid ហ្នឹងនឹងត្រូវបានបញ្ចេញទៅក្នុង lumen ដើម្បីឲ្យហូរចេញមកតាមទឹកនោមដើម្បី regulate pH មួយទៀត along the way គឺវាធ្វើសកម្មភាពមួយទៀតដោយធ្វើការ reabsorption ទៅលើ bicarbonate ចូលទៅក្នុងខ្លួនរបស់យើងវិញអញ្ចឹងកុំឲ្យខ្លួនរបស់យើងហ្នឹងខ្លាយជាអាស៊ីតខ្លាំងពេកយើងត្រូវការ buffer គឺជាប្រភេទ bicarbonate នេះដើម្បីឲ្យវាចូលមក neutralize អាស៊ីតនៅក្នុងខ្លួនរបស់យើងវិញអញ្ចឹងកន្លែងហ្នឹងគឺវាធ្វើការបញ្ចេញទៅលើ proton ហាស់បូកដែលតំណាងឲ្យអាស៊ីតជាមួយនឹងការ reabsorption ចូលទៅក្នុងខ្លួនវិញគឺ bicarbonate ដែលវាមានលក្ខណៈបាសដើម្បីប្រសាទជាតិអាស៊ីតនៅក្នុងខ្លួន type B គឺវាមានតួនាទី opposite ទៅលើ type A intercalated cell អញ្ចឹងវាមានតួនាទី secrete ទៅលើ bicarbonate នៅពេលដែលខ្លួនយើងមាន alkalosis វិញអញ្ចឹងនៅពេល alkalosis មានន័យថាខ្លួនរបស់យើងគឺបាសច្រើនអញ្ចឹងវាធ្វើឲ្យbicarbonate នៅក្នុងខ្លួនរបស់យើងត្រូវបានបញ្ចេញចោលដើម្បីកាត់បន្ថយជាតិបាសនៅក្នុងខ្លួនដូចអាស៊ីតនេះអញ្ចឹងពេលខ្លួនយើងអាស៊ីតហាបូកនេះដែលជាអាស៊ីតហ្នឹងត្រូវបានបញ្ចេញចោលទៅក្នុងទឹកនោមដើម្បីឲ្យខ្លួនរបស់យើង turn ទៅជា normal pH វិញកុំឲ្យវាមានអាស៊ីតឬក៏proton បូកហ្នឹងច្រើនពេកអញ្ចឹងបើសិនជាវា alkalosis ក៏វាធ្វើយន្តការដូចគ្នានឹងដែរអញ្ចឹងនៅក្នុងហ្នឹងវាមានពួក hydrogen ជាមួយនឹង bicarbonate transporter នៅលើ opposite side of the cell membrane បើសិនយើង compare ទៅ type A cell អញ្ចឹងកន្លែងឃើញកន្លែងនេះខាងនេះវាមាន ATP 2 ATP pump 2ខាងនេះមាន co-transporter មួយអញ្ចឹងដល់ពេលវា type B វិញកន្លែងឃើញវាបញ្ជ្រះហ៎នៅខាងនេះវាមាន co-transporter មួយហើយវាមាន ATP 2វិញអញ្ចឹង that's why បានវាមាន function ខុសគ្នាផ្ទុយគ្នាយ៉ាឥឡូវយើងចូលមកដល់ water reabsorption នៅក្នុង convoluted tubule distal convoluted tubule កន្លែងហ្នឹងគឺជា facultative water reabsorption មានន័យថាវាជាអ្នកដែលចូលរួមបន្តបន្សំទៀតពីកន្លែងដែល reabsorption នៅ proximal convoluted tubule អញ្ចឹងកន្លែងហ្នឹងគឺវាធ្វើការ reabsorption ចូលទៅក្នុងសរសៃឈាមយើងវិញតាមរយៈការ stimulate ពីwater channel យើងហៅថា aquarium ដោយសារតែមានការបញ្ចូលមកពី antidiuretic hormone បន្ទាប់មកទៀត antidiuretic hormone ហ្នឹងវា combine ជាមួយ vasopressin V2 receptor នៅក្នុង tubular epithelial membrane ដើម្បីធ្វើឲ្យ activate aquaporin ហ្នឹងនៅពេលដែលវា activate ហើយវានឹងធ្វើឲ្យមានការ
increase ទៅលើ water reabsorption អញ្ចឹងកន្លែងមើល Aquarin នេះគឺវានៅនេះអញ្ចឹង Aquarin អាបោះ QQ ហ្នឹងអញ្ចឹងនៅពេលដែល antidiuretic hormone មកប៉ះជាមួយនឹង receptor នៅហ្នឹងអ្នកនៅក្នុងឈាមរបស់យើងមាន antidiuretic hormone អញ្ចឹងនៅពេលដែលវាប៉ះជាមួយនឹង receptor ហ្នឹងវាធ្វើឲ្យ Aquarin នេះវាបើកវាធ្វើឲ្យមានការទឹកធ្វើឲ្យមានការហូរទឹកពីខាង tubular fluid នេះចូលមកក្នុង tubular cell អញ្ចឹង tubular cell នឹងបើកAquarin នេះទៀតដើម្បីឲ្យទឹកហូរចូលក្នុងសរសៃឈាមរបស់យើងវិញអញ្ចឹងគឺការផលិតទឹកនោមរបស់យើងគឺត្រូវបានថយចុះដោយសារការ reabsorption water ចូលក្នុង turbine នេះមានការកើនឡើងដោយសារតែ antidiuretic hormone stimulation យ៉ាប់អាហ្នឹងប៉ុណ្្នឹងឯងឥឡូវយើងចូលមកមើលហុកដែលសង្ខេបទាំងអស់តែម្ដងគឺយើងវាមាន proximal convoluted tubule ដំបូងឡើយហ្នឹងគឺវាមានតួនាទីនៅក្នុងការស្រូបយកនៅreabsorption ឡើងវិញនៃពពួកសូដ្យូមពួកប៉ូស្យូមពួកទឹកពួកប៊ីកាបូណាតក្លូកូសជាមួយនឹងអាស៊ីតអាមីណេដែលមានចន្លោះពី 60% 65% អីចឹងទៅហើយបន្ទាប់មកទៀតមកដល់កន្លែងនេះគឺវាធ្វើការ reabsorb ទៅលើសូដ្យូមបន្ថែមទៀតប៉ូស្យូមបន្ថែមទៀតជាមួយនឹងទឹកដូចគ្នាមកដល់កន្លែង thick descending នេះហើយកន្លែងនេះក៏មានការ reabsorption ទៅលើពួក magnesium ជាមួយនឹង calcium ដូចគ្នាហើយមកដល់ lobe of Henle គឺវាមានការ reabsorption ទៅលើ magnesium ជាមួយ calcium ដូចគ្នាឡើងមកលើទៀតសូដ្យូមត្រូវបាន reabsorption ទៀតមកដល់ thick ascending ហើយមកដល់ distal part គឺវាមានការ reabsorption មួយចំនួនទូចទៀតដូចជាសូដ្យូម 10% calcium ជាមួយនឹងសូដ្យូមក្លរ 2 ទៅ 5%អូខេហើយកន្លែងហ្នឹងគឺជាកន្លែងមួយដែល aldosterone វាមាន side effect ហើយកន្លែងដែល loop of uretic មាន effect គឺនៅកន្លែង loop of Henle នេះអូខេអញ្ចឹងដល់ពេលហ្នឹងចូលមកដល់ collecting duct មានតួនាទីក្នុងការ reabsorption ទឹកតាមរយៈការភ្ញួយមកពី ADH ប៉ុណ្្នឹងឯងអញ្ចឹងអាហ្នឹងយើង recap ដោយការreabsorption ឬក៏ urine formation នៅក្នុងខ្លួនរបស់យើងអញ្ចឹងអាតាំងប្រមាណដែលហូរមកក្នុង collecting duct នេះនឹងខ្លាយទៅជាទឹកនោមអូខេអញ្ចឹងយើងចាប់ហើយ session តទៅជាមួយនឹង urine formation ទាំងអស់គ្នាមានអីឆ្ងល់មានអីសួរទេ Hello គ្នាយើងបាទមានសំណួរទេអូនមានសំណួរអីចង់សួរទេឬក៏អត់តាន់ថងណាអានេះសួរបានណាបងខ្ញុំសុំសួរមួយហ្នឹងហើយសួរអញ្ចឹង glucose ត្រូវបាន reabsorb វិញទាំងអស់នៅ proximal convoluted tubule ចុះករណីអ្នកជំងឺទឹកនោមផ្អែមមកហេតុអីបានជាវាអាច reabsorb វិញទៅទាំងអស់អូខេចាំតិចណាanything wanna add on the proposal វិច្ឆ័យចាំជួយ check មើលកន្លែង study plan របស់ខ្ញុំមកវិច្ឆ័យចាំជួយ check មើលកន្លែង part របស់ខ្ញុំទៅខ្ញុំយកទៅដាក់នៅក្នុង chat គិតជា session ហើយគិតជាលុយហើយអញ្ចឹងចាំពេលដែល check មើលហើយមានអីត្រូវការចាំខ្ញុំវិញមកចាំខ្ញុំកែវិញហើយខាងក្រោមនេះខ្ញុំថាថ្ងៃនេះប្រហែលជាអត់បានទៅវាតតែរៀងថ្ងៃតិចចេញទៅផ្ទះមក sorry មកដោយសារតែពេលដែលជំងឺទឹកនោមផ្អែមម្នាក់សួរថាមិនបានជំងឺទឹកនោមផ្អែមវាអ្នកជំងឺហ្នឹងអត់អាច reabsorb ទៅវិញទាំងអស់ទៅទេ
ជាធម្មតាកលួយកោសរបស់យើងវាមានកម្រិតមួយដែល normal នៅក្នុងឈាមរបស់យើងណាអញ្ចឹងនៅពេលដែលវាកម្រិតមួយដែល normal គឺ proximal convoluted tubule ហ្នឹងគឺវាមានសមត្ថភាពនៅក្នុងការ reabsorb ចូលទៅវិញអស់នៅក្នុងខ្លួនណាដោយសារតែវាមានបរិមាណ limit របស់វាដែរអញ្ចឹងអានគិតមើលកំពុងវាប៉ុណ្ណឹងអញ្ចឹងកំពុងវាប៉ុណ្ណឹងករណីថាកលួយកោសបើសិនជាយើងមានជួសចុងដៃទៅបើសិនជាវានៅចន្លោះពី100ទៅ120ទៅពេលដែលយើងញ៉ាំអីហើយ2ម៉ោងណាអញ្ចឹងបើចន្លោះប៉ុណ្ណឹងពួកហ្នឹងគឺវាមានសមត្ថភាពនៅក្នុងការ reabsorption ចូលទៅវិញដោយសារតែវាមាននៅ co-transporter វាមាន limit ដែរអញ្ចឹងយើងឃើញឯមិញគឺយើងនិយាយអំពី sodium ជាមួយនឹងកលួយកោស co-transporter អញ្ចឹងអាពួកហ្នឹងវាមានលក្ខណៈថាវាមានកំណត់របស់វាដែរបើសិនជាច្រើនពេកគឺវាអត់មានសមត្ថភាពនៅក្នុងការ reabsorption ចូលទៅវិញអស់ទេដោយសារតែ pump វាអត់មានច្រើនខ្លាំងទេអញ្ចឹងបើសិនជាកម្រិតកលួយកោស normal នៅក្នុងឈាមអាហ្នឹងអូខេវា reabsorb ទៅវិញអស់ប៉ុន្តែបើសិនជាច្រើនពេកវា reabsorb ឲ្យអស់ទេដោយសារតែវាមាន limit ទៅលើ co-transporter របស់វា sodium កលួយកោស co-transporter យ៉ាទទួលបានទេអូនបាទបងហ្នឹងហើយអញ្ចឹងដល់ពេលដែលអ្នកជំងឺទឹកនោមផ្អែមស្ករក្នុងឈាមរបស់គាត់ខ្ពស់ខ្លាំងណាស់អញ្ចឹងដល់ថ្នាក់kidney គ្នាចង់គ្នាត្រូវតែប្រឡែងវាមកខ្លះហើយវាអត់អាចស្រូបចូលទៅវិញអស់ទេឧទាហរណ៍ថាមនុស្សយើងធម្មតាវាបញ្ចេញមកទឹកនោមថា100 molecule ចុះប៉ុន្តែអ្នកដែលទឹកនោមផ្អែមបញ្ចេញម្ដង150 molecule អញ្ចឹងវាអត់គ្រប់ទេ receptor យើងឬក៏ pump របស់យើងអាចមានមុខងារត្រឹមតែ100 molecule ទេដែលវាអាច reabsorb ចូលទៅវិញបានមានសំណួរផ្សេងទៀតទេបងហើយអាចបងជួយបញ្ចូលកន្លែង active resorption ជាមួយនឹង passive resorption បានមិនបងអូខេកន្លែង active ជាមួយនឹង passive ហ្នឹងអាហ្នឹងគេគ្រាន់តែឲ្យយើងដឹងថាអូខេនៅក្នុង kidney របស់យើងកន្លែងខ្លះក៏វាត្រូវការពពួក active transport ជាមួយនឹង ATP transporter ដើម្បីមកជួយ facilitate វាចឹងកន្លែងមើលកន្លែងនេះactive transport គឺជា transport មួយដែលវា couple directly មានន័យថាវាយក ATP មកប្រើដោយផ្ទាល់តែម្ដងដើម្បីធ្វើការ transport ទៅលើពពួក ion sodium ជាមួយនឹង potassium ហើយនៅក្នុង active transport ហ្នឹងវាមាន primary active transport ជាមួយនឹង secondary active transport អញ្ចឹងកន្លែងមើលនៅក្នុងរូបនេះយើងមើលឃើញថាកន្លែងហុក sodium នេះដែលនៅក្នុង interstitial fluid ពី tubular cell នេះដើម្បីយក sodium ចេញហើយ potassium ចូលទៅក្នុង cell នេះតើវាត្រូវការអីគេគឺវាត្រូវការពពួក ATP ដែលជា active transport primary active transport នេះយកមកប្រើប្រាស់នៅកន្លែងហ្នឹងដើម្បីឲ្យមានការបណ្ដូរអ៊ីយ៉ុងរវាង sodium ជាមួយ potassium បានកើតឡើងហើយសម្រាប់ passive transport វិញអានឯងមើលពពួកនេះកន្លែងនេះអានឯងឃើញវាត្រូវការអីអត់ត្រូវការអីទេគឺវាមានការហូរចូលមកពីsodium ពីខាង lumen ចូលមកក្នុង intercellular tubular cell ហ្នឹងមកអញ្ចឹងគឺវាអត់ត្រូវការ ATP មកប្រើប៉ុន្តែពួកកលួយកោសជាមួយនឹងពួក amino acid មួយចំនួនដែលវាហូរចូលហ្នឹងគឺវាត្រូវការ co-transporter អានេះដូចជាប្រភេទកលួយកោស co-transporter 2អញ្ចឹងវាជាប្រភេទ secondary ATP secondary transport active transport អញ្ចឹងវាប្រើ ATP ដែលសល់ពីactive transport primary នេះអញ្ចឹងsecondary នេះគឺយក ATP ដែលសេសសល់តាំងប្រមាណយកមកប្រើដើម្បី transport កលួយកោសចូលមកក្នុង tubular cell យ៉ាប់អាហ្នឹងប៉ុណ្្នឹងឯងហើយ passive transport គឺភាគច្រើនវាប្រើទៅលើ concentration gradient មានន័យថាបើសិនជា sodium នៅនេះ high នៅក្នុងនេះ high នៅក្នុងហ្នឹង high វានឹងហូរចេញមកក្រៅនៅកន្លែងដែលមាន sodium low អញ្ចឹងអាកន្លែងនេះគឺជា passive active passive transport គឺអត់ត្រូវការប្រើប្រាស់ទៅលើពួក ATP អីទេហ្នឹងគេមានចង់មានន័យអញ្ចឹងណា
toàn này toàn bóng ok tao mình xong nỗi tiết đấy chắc là anh ở an sầm nua này mới miền này dân slide bàn này tăng slide còn bài kế nhưng cho to mới hiện thay món to bông ok chắc nhưng to mới hiện thay cái này dân chân hiện mới hiện ấy vì là cái chân được phải mới hiện ấy vậy để sao tại pi session trong khỏi nít bong toàn ở hiện mới hiện hai đá bạn miền tây nhưng hiện vì cả absorption ไม่เห็นแต่ต้องมวยทลายmàមួយខ្លាំងអានោះ digestive system វិញ digestive system រៀងវែងយើងសល់តែមួយ session ទៀតរៀនអត់ចំអញ្ចឹងមកនិយាយតែផ្នែកមួយចំនួនដែលយើងនេះបើនេះអូខេប្រហែលជាអាច relate this នេះសក់គ្នាយើង note ចាស់ចាស់ minimal acting cold មានតែគេខ្លះបានរៀនមួយគ្រូវិរៈហើយណែឃើញ slide នេះនឹកឃើញគ្រូវិរៈដែរមានតែគេរៀនមួយគ្រូវិរៈហើយខ្លះនេះយើង អត់តន់អត់ទាំងអស់គ្នាមកលុប slide នេះចោលទៅខ្ជិលទុកចុះឈុននាងហ៊ានមួយគ្រូវិរៈនៅ ខ្ញុំហ៊ានមួយគាត់ហើយបងឆ្នាំទី អូខេផ្លេចវិញអស់ណា 2មិនហ៊ាន conflict ច្រើន thì dân ở complete dân miền make upមួយទៀតណាថ្ងៃគីបង note នៅក្នុង group ឯងភាសាសាយគ្នាយើងអត់សេនេះនេះយើងមាន make up មួយទៀតណាតោះឥឡូវយើងចូលមេរៀនថ្មីមកទៅរៀនមេរៀន DPIT ហ្មងទៅអញ្ចឹងបងខ្ជិលគ្នាយើង involve អញ្ចឹងបង start មេរៀនមកទៅសួរបានរៀនពី metabolism lipid ហើយនៅគ្នាយើងពីមុនមកមានដែររៀននេះរៀនពីទី12ជីវៈទី12អីដូចជាមានដែរនេះយើងភ្លេចហើយចឹងតោះឥឡូវយើងចូលទៅចឹងថ្ងៃហ្នឹងយើងរៀនពីការស្រូបយកទៅលើ lipid នៅក្នុង GI tract របស់យើងអញ្ចឹង GI tract របស់យើងគឺវា organ ចេះក្នុងនេះ lumen
នៅក្នុងនេះគឺជា blood vessel អញ្ចឹង lipid ទៅពេលដែលវាចូលទៅវាមិនមែនជាខ្លាញ់ទាំងដុំអញ្ចឹងដើម្បីយកចូលទៅក្នុង blood vessel ហ្នឹងទេអញ្ចឹងវាត្រូវការប្របែកពី lipid ហ្នឹងឲ្យទៅជា structure ទូចទៀតដែលយើងហៅថា fatty acid អញ្ចឹងនៅក្នុង lipid មួយគឺវា compose មកពីពួក fatty acid ហ្នឹងបូកជាមួយនឹង glycerol fatty acid បូកជាមួយ glycerol បានជា triglycerid ហ្នឹងឯងចឹងនៅក្នុង dietary lipid មានន័យថាចំណីអាហារដែលយើងញ៉ាំជាប្រភេទខ្លាញ់ហ្នឹងគឺជាធម្មតាគេសំដៅទៅលើ triglycerid ជាមួយនឹង triglycerol ដែលជា subunit របស់ fat ហ្នឹងឯងហើយ triglycerid ហ្នឹងគឺវាកើតចេញមកពី glycerol បូកជាមួយនឹង3 free fatty acid អញ្ចឹងដើម្បីបាន triglycerid មួយគឺវាត្រូវការប៉ុណ្ណឹងហើយ triglycerid ហ្នឹងគឺជាប្រភេទប្រភេទ substance មួយអាសធាតុមួយដែលសម្បូរនៅក្នុងសត្វអញ្ចឹងពេលច្រើនយើងញ៉ាំសាច់ដូចជាជ្រូកអីអាហ្នឹងសត្វតែខ្លាញ់យើងញ៉ាំទៅគឺមានខ្លាញ់ពួក fat ពួក triglycerid ហ្នឹងច្រើនហើយដែល food ដែលមកពីពពួករុក្ខជាតិវិញគឺអត់សូវមាន lipid ទេហើយមួយទៀត dietary cholesterol ហ្នឹងវាអាចជាប្រភេទពពួកesterified cholesterol គឺជាប្រភេទមានន័យថាវាមកពីការសំយោគចេញពី liver ក៏ថាបានឬក៏វាមកពី food made from blood product ក៏ថាបានអញ្ចឹងពេលខ្លះcholesterol របស់យើងគឺត្រូវបានសំយោគនៅក្នុងថ្លើមហើយពេលខ្លះទៀតគឺយើងបានញ៉ាំចូលញ៉ាំពីអាហារទៅចូលទៅក្នុងកាពះពោះវៀនរបស់យើងស្រូបចូលទៅក្នុង blood stream អញ្ចឹងទៅមួយទៀតគេហៅថា unsterified cholesterol ដែលវាមកពីពពួក animal cell ជាមួយនឹង membrane របស់វាអញ្ចឹងយើងញ៉ាំសាច់ខ្លះចូលទៅក្នុងខ្លួនរបស់យើងទៅវាបានជាប្រភេទ unsterified cholesterol ហ្នឹងឯងហើយ endogenous lipid ហ្នឹងគឺជាប្រភេទពពួក phospholipid ជាមួយនឹង cholesterol ដែលវាបានមកពីទឹកប្រមាត់របស់យើងហ្នឹងឯងហើយអានេះ structure របស់វាពពួក phosphatidylcholine គឺជាប្រភេទ lipid ដែរជាប្រភេទខ្លាញ់ដែរដែលវាមាន structure បែបហ្នឹងឯងជារូបមន្តសមាសធាតុគីមីរបស់វាអញ្ចឹងយើងមិនបាច់ទៅចាំវាដល់ប៉ុណ្ណឹងពេកទេដោយសារតែយើងអីដែលយើងត្រូវដឹងត្រឹមតែ metabolism របស់វាជាមួយនឹងការ reabsorption របស់វាទៅបានហើយអានេះមែនតើទៅបងក៏មិនដែរចាំមិនដែរដឹងថារូបមន្តវារូបមន្តសមាសធាតុគីមីវាមិនទេរហូតមកដល់ឆ្នាំទី4ហើយមិនដឹងថាយកវាទៅប្រើជាមួយស្អីព្រោះយើងមិនមែនជាខាងពពួក laboratory technique អញ្ចឹងយើងអត់ត្រូវការចាំទៅលើសមាសធាតុហ្នឹងទេអញ្ចឹងសម្រាប់ MD DD ឬក៏ major ផ្សេងអីក្រៅពី science research ទៅមួយនឹង lab technique អីអាពួកចេះយើងមិនបាច់ជា focus ខ្លាំងពេកទេចឹងគេថាdigestion ជាមួយនឹង reabsorption ឬក៏ការស្រូបយកនៃខ្លាញ់ហើយនឹងការប្របែកយកនៃខ្លាញ់ហ្នឹងគឺវាមានដំណាក់កាល4 phase ទី1គឺវាមានemulsification ជាមួយនឹង lipolysis មួយទៀតគឺ micelle formation ជាមួយនឹងមួយទៀតគឺ fat absorption ការស្រូបយក fat ហើយនឹងការ resynthesis of triglyceride and phospholipid អញ្ចឹងគឺការប្របែករបស់វា start ពី emulsification ជាមួយនឹង lipolysis បន្តមកទៀតវាធ្វើការបង្កើតបានជា micelle formation ហ្នឹងបន្តមកទៀតវាធ្វើការស្រូបយកខ្លាញ់ហ្នឹងចឹងដល់ពេលខ្លាញ់ហ្នឹងចូលទៅដល់ក្នុង cell របស់សរសៃឈាមនឹង form ទៅជា triglyceride វិញហើយបង្កើតបានជា phospholipid នៅកន្លែងមួយចំនួនផ្សេងទៀតហើយនេះគឺជា digestion of lipid អញ្ចឹង digestion of lipid មានន័យថាការប្របែកការធ្វើឲ្យខ្លាញ់របស់យើងហ្នឹងបែកទៅជា structure តូចទៀតអញ្ចឹង lipid របស់យើងត្រូវបានប្របែកដោយពពួក lipolytic enzyme ដែលយើងហៅថា hydrolysis ហ្នឹងគឺប្របែកហ្នឹងឯងប្របែកខ្លាញ់ហ្នឹងឯងនៅក្នុងមាត់របស់យើងត្រូវបានប្របែកដោយ lingual lipase ដែលវាបញ្ចេញមកក្នុងទឹកមាត់តាមរយៈកពេញទឹកមាត់របស់យើងនឹងឯងអញ្ចឹងនៅក្នុងនោះវាមាន lingual lipase ដែលជួយ associate
នៅក្នុងការប្របែកទៅលើខ្លាញ់ដូចគ្នាអញ្ចឹងយើងត្រូវចាំកន្លែងដែលប្របែកខ្លាញ់ដំបូងគេនៅក្នុងមាត់បន្តមកទៀតចូលទៅដល់ក្នុង gastric stomach អញ្ចឹងវាមាន gastric bypass ដែលវាមានតួនាទីនៅក្នុងការ lipolysis អង្សែមហើយនៅមួយចំនួនទៀតនៅក្នុង intestine អញ្ចឹងគេថា arm of lipid គឺត្រូវបានបំបែកនៅក្នុង small intestine ដោយ basal ដោយទឹកប្រមាត់របស់យើងហើយមួយចំនួនទៀតដោយ pancreatic lipase ហើយនិង intestinal lipase អញ្ចឹង lipase ភាគច្រើនគឺត្រូវបានបង្កើតនៅក្នុងផលិតបំបែកនៅក្នុង small intestine នៅក្នុងពោះវៀនតូចអញ្ចឹងអ្នកដែលចូលរួមបំបែកនៅក្នុងពោះវៀនតូចដែលមានច្រើនជាងគេគឺ bile duct pancreatic juice pancreatic lipase ហ្នឹងហើយនិង intestinal lipase អូខេចុះ final product នៃ triglyceride digestion ឬក៏ fat digestion ហ្នឹងនឹងคล้ายទៅជា free fatty acid ហ្នឹងគឺជាលក្ខណៈថា structure តូចៗដែលយើងអាចមានលទ្ធភាពនៅក្នុងការស្រូបយកចូលទៅក្នុងសរសៃឈាមរបស់យើងបានមួយទៀត monoglyceride ជាមួយនឹង cholesterol ester អាហ្នឹងគឺជា final product of the triglyceride digestion ហ្នឹងហើយអញ្ចឹងប្រពេលប្របែកខ្លាញ់មួយ molecule ទៅបានអីគេខ្លះ triglyceride monoglyceride ជាមួយនឹង cholesterol ester អានេះយើងមើលពីdiagram ដែលគេប្របែកទៅលើ lipid អញ្ចឹងនៅក្នុងនេះគឺជាចែកចេញជាតំបន់ហើយកន្លែងនេះគឺជាសារធាតុរាវដែលវាបញ្ចេញមកដើម្បីប្របែកហើយនេះអង់ហ្សែមដែលវាមាននៅក្នុងសារធាតុរាវហ្នឹងហើយនេះsubstrate មានន័យថាកន្លែងដែលវាប្របែកនឹងប្របែកពីអីទៅអីហើយអានេះចុងក្រោយមានន័យថានៅពេលដែលវាប្របែកនៅកន្លែងហ្នឹងសួរថា end product របស់វាបានអីគេចឹងចូលមកដំបូងគឺនៅក្នុងមាត់របស់យើង saliva របស់យើងគឺវាមាន lingual lipase ដែលវានឹងប្របែក triglyceride ហ្នឹងហើយប្របែកទៅបានអីគេបាន fatty acid ជាមួយនឹង1 2 glycerol អាហ្នឹងគឺជា sub unit របស់ fatty acid ហ្នឹងហើយមួយទៀតវាប្របែកបានទៅជា fatty acid ជាមួយនឹង glycerol ដែរដោយវាមានការចូលរួមពី gastric juice ដែលនៅក្នុង gastric juice ហ្នឹងមាន gastric lipase ប៉ុន្តែជាប្រភេទមួយជា weak lipase ទេអត់សូវខ្លាំងទេអញ្ចឹងវាប្របែកបាន fatty acid ជាមួយនឹង glycerol ហើយបន្តមកទៀតចូលមកដល់ក្នុង intestine ដែលជា final boss យើងប្របែកចុងក្រោយហើយនៅហ្នឹងដែលមានការចូលរួមពី pancreatic juice ជាមួយនឹង Saccharus entericus ហ្នឹងជាសារធាតុរាវដែលវាបញ្ចេញមកពីក្នុង intestine របស់យើងអញ្ចឹង pancreatic juice យើងមានអីគេយើងមានអង់ហ្សែមអីគេខ្លះនៅកន្លែងហ្នឹងគឺមាន pancreatic lipase cholesterol ester hydrolase phospholipase A phospholipase B colipase ជាមួយនឹង basal activated lipase អញ្ចឹង basal របស់យើងមានតួនាទីនៅក្នុងការ activate lipase ឲ្យមានទម្រង់ active ដើម្បីមកប្របែកខ្លាញ់អញ្ចឹងនៅក្នុងហ្នឹងពេលដែលចូលទៅដល់ក្នុង intestine ហើយសួរថាយើងអាចបាន product អីគេខ្លះពេលដែលយើងញ៉ាំខ្លាញ់ចូលទៅអញ្ចឹងនៅពេលដែលយើងញ៉ាំខ្លាញ់ចូលមកដល់ small intestine ខ្លាញ់ទាំងអស់ហ្នឹងនឹងប្របែកខ្លះបានទៅជា triglyceride ខ្លះប្របែកបានជា cholesterol ester ខ្លះទៀតប្របែកបានជា phospholipid ខ្លះទៀត lipophospholipid ខ្លះទៀតបានជា facilitative action of pancreatic lipase ខ្លះទៀត phospholipid ហើយនិង cholesterol ester ដូចគ្នាអញ្ចឹងមានន័យថានៅពេលដែលយើងចូលទៅដល់ខ្លាញ់ដល់ពេលដែលវាចូលទៅដល់ក្នុងកាពះពោះវៀនរបស់យើងហើយវានឹងខ្លាយទៅជាសមាសធាតុទាំងអស់ហ្នឹងហើយសមាសធាតុទាំងអស់ហ្នឹងអាចស្រូបយកបាននៅវាអត់ទាន់បានទេលុះត្រាតែវាបានជា end product ទាំងអស់នេះទើបមានលទ្ធភាពនៅក្នុងការស្រូបយកចូលទៅក្នុងcell របស់ small intestine ហើយស្រូបយកទៅក្នុងសរសៃឈាមបានអញ្ចឹងនៅពេលដែលវាចូលទៅដល់ small intestine ហើយ pancreatic lipase ចាប់ផ្ដើមយក triglyceride ទៅប្របែកតទៀតបានជា monoglyceride បានជា fatty acid ហើយខ្លះទៀតប្រើប្រាស់អង់ហ្សែមដូចជា cholesterol ester hydrolase ដើម្បីប្របែកទៅលើ cholesterol ester ដើម្បីបានជា free cholesterol ជាមួយនឹង fatty acid ហើយដូចគ្នាដែរ phospholipase ត្រូវបានប្របែកទៅលើ phospholipid ហើយបានជា lysophospholipid នេះប្របែកតទៀតដោយអង់ហ្សែមឈ្មោះថា phospholipid lipase B អ
ចឹងវាបានជា phosphoryl choline ជាមួយនឹង free fatty acid អញ្ចឹងដល់ពេលco-lipase នេះគឺវាទៅប្របែកទៅលើpancreatic lipase ហើយ end product របស់វាមានន័យថាវាអាចបានទៅជាពពុះ free fatty acid ឬដោយសារតែវាជួយ participate ទៅលើ pancreatic lipase អញ្ចឹងយើងមើលទៅ pancreatic lipase គឺបាន end product បែបនេះអញ្ចឹងមានន័យថាអានេះជា co-lipase ដែលជាមុខងារមួយជួយ associate ទៅលើអានេះហើយបាល់ស activate lipase អញ្ចឹងមានន័យថាវាមានតួនាទីនៅក្នុងការជួយ activate ទៅលើអង់ហ្សែមផ្សេង lipase ដែលមាននៅក្នុងlumen របស់ small intestine ហ្នឹងដែលវាយក phospholipid ជាមួយនឹង cholesterol ester ហ្នឹងយកទៅប្របែកតទៀតដើម្បីឲ្យបានជា end product ដូចជា free fatty acid ជាមួយនឹង cholesterol ហើយសាកលអង់តរិកហ្នឹងគឺជា small intestine lipase ដែលវាប្របែកtriglyceride នេះឲ្យខ្លាយទៅជា fatty acid ជាមួយនឹង glycerol ប៉ុន្តែវា weak action ទេអត់សូវខ្លាំងទេឥឡូវឯងមើលអានេះ micelle formation អញ្ចឹងរបៀបដែលការកើតទៅលើ micelle ហ្នឹងកើតឡើងអីគេដំបូងកើតពី emotion មានន័យថាការប្របែកទៅលើ fat droplet ឲ្យខ្លាយទៅជាពពួកនេះអានេះ gastric lipase start អញ្ចឹងបានជាlarge fat droplet break down into smaller one អញ្ចឹងមានន័យថាពីដុំខ្លាញ់ធំទៅជាដុំខ្លាញ់តូចហើយបន្តមកទៀតវានឹងធ្វើការចូលទៅក្នុង small intestine ប៉ះជាមួយនឹង pancreatic lipase ខ្លាយបានជាដុំមួយគឺ fatty acid ជាមួយនឹង 2 monoglycerol អញ្ចឹងអាពីរហ្នឹងវានឹងខ្លាយទៅជា micelle អាពួកហ្នឹងណាវានឹងខ្លាយទៅជា micelle ដែលវាធ្វើការដកយកនៅពពួក free fatty acid នេះមកចងភ្ជាប់គ្នាអញ្ចឹងfatty acid ហ្នឹងភ្ជាប់គ្នាជាមួយនឹងបាល់សបាល់អីទៅវាកើតបានជា micelle ហើយ micelle ហ្នឹងនឹងធ្វើការ transport ចូលទៅក្នុងកន្លែង intestinal cell ដើម្បីយកទៅប្របែកនៅក្នុង intestinal cell ហ្នឹងឲ្យខ្លាយទៅជា free fatty acid ជាមួយនឹង monoglyceride ដើម្បីស្រូបយកចូលទៅក្នុងសរសៃឈាមរបស់យើងអាហ្នឹងគឺជារបៀបដែល micelle formation កើតឡើងនៅក្នុងនេះសត្វយ៉ាក្រាមដែរយើងត្រូវមើលច្រើនទៅដើម្បីឲ្យវាចាំconcept របស់វាគឺវាបែបហ្នឹងហើយយើងមានអីត្រូវ like ឲ្យយល់ទាំងអស់ហើយកន្លែងខ្លះត្រូវចាំមិនយើងរៀន fat ចេញចូល fat ឥឡូវយើងចូលមកដល់ការ absorption ម្ដងមិញយើងនិយាយពីការបំបែកទេណាអញ្ចឹងបំបែករហូតមកដល់ free fatty acid មកដល់ monoglycerol អីឥឡូវយើងចូលមកដល់ការ absorption នៃខ្លាញ់ម្ដងអញ្ចឹង monoglyceride មានន័យថា final product របស់ fat អញ្ចឹងនៅពេលហ្នឹងហើយគឺជាកន្លែងដែលវាអាច absorption ចូលបានហើយវាមិនមែនមាន monoglyceride ទេវាមាន cholesterol ester មាន fatty acid ចឹង3សមាសធាតុហ្នឹងគឺវាមានតួនាទីឬក៏មានសមត្ថភាពអាចស្រូបចូលទៅក្នុង cell of intestinal បានតាមរយៈមញូកូសាហើយចូលតាម simple diffusion អញ្ចឹងអត់មានត្រូវការ active transport ឬក៏ passive transport អីមកកន្លែងហ្នឹងឯងអត់មាន passive មាន passive ប៉ុន្តែអត់មាន active ទេអញ្ចឹងវាចូលតាមរយៈ diffusion គឺលំហូរពីកន្លែងដែលមានកំហាប់ខ្ពស់ទៅកន្លែងដែលមានកំហាប់ទាបអញ្ចឹងនៅក្នុងមញូកូសា cell monoglyceride ជាមួយនឹង fatty acid ហ្នឹងគឺត្រូវបាន re-esterification ចូលឲ្យខ្លាយទៅជា triglyceride ម្ដងទៀតអញ្ចឹងមានន័យថាដំបូងនៅក្នុង lumen របស់យើងនេះប្របែកឲ្យបាន free fatty acid ជាមួយនឹង monoglycerol ប៉ុន្តែដល់ពេលដែលវាចូលទៅក្នុង small intestinal cell ឬក៏ចូលក្នុង mucosal cell វានឹងត្រូវបានបង្កើតទៅជា triglyceride វិញដើម្បីអីដើម្បីឲ្យវា form ទៅជាchylomicron ហ្នឹងទើបអាចមានសមត្ថភាពចូលទៅក្នុង lymphatic system ដើម្បីដឹកនាំយកទៅកន្លែង portal hepatic vein ហើយចែកចាយសារធាតុចិញ្ចឹមហ្នឹងទៅពីពេញសារពាង្គកាយរបស់យើងយល់អត់គ្នាយើងអញ្ចឹងដំបូងមានន័យថាយើងញ៉ាំចូលទៅក្នុង lumen កាពះរបស់យើងទៅវាមាន form ជា triglyceride ប៉ុន្តែសួរថា triglyceride នេះសមត្ថភាពវាអាច cross phospholipid bilayer យើងបានអត់ទេតតែជាប្រភេទពពួក monoglyceride
ជាមួយនឹង fatty acid ទើបវាមានសមត្ថភាពអាចចូលទៅក្នុង small intestinal cell របស់យើងបានអញ្ចឹងដល់ពេលដែលវាចូលទៅគឺវានឹង form ខ្លាចជា triglyceride វិញហើយ triglyceride ហ្នឹងនឹងបូកជាមួយនឹង intestinal protein ផ្សេងដើម្បីបើកទៅជា kilomicron ហ្នឹងនឹងទៅ lymphatic system ដើម្បីដឹកនាំចូលទៅក្នុងផលិតផល hepatic បានអូខេអានេះគឺជា molecule របស់ chylomicron ហ្នឹងអញ្ចឹង chylomicron ដំបូងគឺវាចេញមកពីការសំយោគដោយ triglyceride ហ្នឹងទេអញ្ចឹងអានេះអនឡាញមើល structure triglyceride របស់យើង triglyceride របស់យើងជាច្រើនគុំគ្នាបង្កើតបានជា chylomicron មួយនឹងឯងដែលក្នុងហ្នឹងវាមានapolipoprotein មាន phospholipid ដូចគ្នាដើម្បីមករុំព័ទ្ធរបស់វានៅខាងក្រៅហ្នឹងដំបូងឡើយនេះយើងមានសារធាតុដូចជា fatty acid ដូចជា glycerol នៅក្នុងកោសិកាហ្នឹងអញ្ចឹងកោសិកាហ្នឹងចាប់ផ្ដើម synthesis ទៅលើពពួក triglyceride ជាមួយនឹង phospholipid បន្ទាប់មកទៀត synthesis ទៅជា apolipoprotein បន្ទាប់មកទៀតបង្កើតបានជា lipoprotein glycosylation បន្ទាប់មកទៀតអាហ្នឹងវានឹងคล้ายទៅជា chylomicron នៅពេលដែលវាចាក់ចេញពី lumen of intestinal tract intestinal cell ចឹងនៅពេលដែលវាចេញពីកោសិការបស់ intestinal cell ហ្នឹងយើងហៅវាថាជា chylomicron ចឹងអានេះ structure របស់វាអីមើលទៅបន្តមកទៀតគេដាក់ថា chylomicron ហ្នឹងវាអាចមានសមត្ថភាព cross ទៅលើ membrane របស់ blood capillary ទេដោយសារតែវា large size អញ្ចឹងវាអាចចូលទៅក្នុង lymphatic vessel ហើយវា transfer ចូលទៅក្នុងឈាមរបស់យើងអញ្ចឹងអានេះមើលទៅកន្លែងនេះ triglyceride នៅក្នុង intestinal lumen ហើយបន្ទាប់មកទៀតវាមិនប្របែកទៅជា free fatty acid ជាមួយនឹង monoglycerol ហើយវានឹងសូបចូលទៅក្នុងកោសិកាអានេះកោសិកាអញ្ចឹងកោសិកានេះនឹង form ទៅជា triglyceride ឡើងវិញអញ្ចឹង triglyceride នេះនឹង form ទៅជា chylomicron នេះនឹងចូលទៅកាន់ lacteal lump vessel ដើម្បីដឹកនាំចូលទៅក្នុង hepatic អញ្ចឹង blood capillary នេះចូលអត់រួចទេប៉ុន្តែចូល lacteal vessel នេះបានអូខេអញ្ចឹងយើងត្រូវដឹងកន្លែងហ្នឹង free fatty acid ហ្នឹងវាចូលទៅក្នុងblood ដោយមញូកូសា delivery អញ្ចឹងមានន័យថាមួយចំនួនវាត្រូវបានចូលទៅក្នុង blood capillary មួយចំនួនទៀតនឹងត្រូវ form ទៅជា triglyceride ហើយ form ទៅជា kilomicron អញ្ចឹងមានន័យថាវាមានពីរកន្លែងដែលទៅខុសគ្នាមួយ fatty acid នេះ directly មកហ្មងចូលមកក្នុង blood capillary មួយទៀតទៅជា chylomicron ចូលទៅក្នុង lacteal blood vessel ហើយកន្លែងនេះចូលមកដល់ការ storage ទៅលើ lipid មានន័យថាការស្តុកទុកទៅលើ lipid របស់យើង lipid របស់យើងត្រូវបាន store ជា adipose tissues adipose ហ្នឹងគឺជា fat អញ្ចឹងមានន័យថាជាលិកាខ្លាញ់ហើយហៅថា neutral fat tissue fat ជាមួយនឹង liver មានន័យថាជាខ្លាញ់ធម្មជាតិឬក៏ tissues fat ដែលធម្មតាខ្លួនរបស់យើងអាចផលិតបានអញ្ចឹងមានន័យថានៅពេលដែលវាស្រូបខ្លាញ់ស្រូបយកសារធាតុទាំងអស់ហ្នឹងទៅវានឹងកទៅជាអីគឺជា tissue fat នៅក្នុងខ្លួនបើជាធម្មតាមនុស្សស្រីគឺ store នៅកន្លែងគល់ផ្លូវនឹងច្រើនគេហៅតាគៀកជាមួយនឹងក្បាលពោះហើយមនុស្សប្រុសយើងក្បាលពោះនៅកន្លែងដើមដៃនៅកន្លែងគូតអីហ្នឹងអាហ្នឹងគឺកន្លែង store ខ្លាញ់របស់យើងហ្នឹងហើយអញ្ចឹងនៅពេលដែលកង្វះទៅលើ carbohydrate metabolism ឬក៏ catabolism អា fat ទាំងអស់ហ្នឹងហើយជាអ្នកចូលរួមផ្ដល់ជា energy ឲ្យដល់យើងនឹងឯងអញ្ចឹងពីក្នុងឈាមlipoprotein protein lipase ហ្នឹងមកពី capillary endothelium វានឹងធ្វើការបបែកទៅលើ triglyceride ដែលមាននៅក្នុង chylomicron ហ្នឹងដើម្បីបបែកឲ្យคล้ายទៅជា free fatty acid ហើយ monoglycerol ហ្នឹងវាអាចចូលទៅក្នុង adipocyte ជាមួយនឹង fat tissues ជាមួយនឹងliver របស់យើងបានដើម្បីជាប្រភេទstorage tissues អញ្ចឹងមានន័យថាចូលទៅដល់ក្នុងឈាមវិញវានឹងប្របែកទៀតហើយវាប្របែកពី chylomicron ប្របែកពី triglyceride ដែលយើង form ចុះឡើងហ្នឹងឲ្យខ្លាចទៅជា free fatty acid វិញជាមួយនឹង monoglycerol ដើម្បីអីដើម្បីចូលទៅក្នុង adipocyte ដើម្បីរក្សាទុកដើម្បី store fat ហ្នឹង
ហើយខ្លះទៀត free fatty acid ជាមួយនឹង glycerol ហ្នឹងត្រូវបានបង្កើតconvert ទៅជា triglyceride ជាមួយនឹងadipose tissue ដើម្បី store អាហ្នឹងដូចបង mention ជាន់គ្នាពីរដងហ្នឹងអញ្ចឹងវាមិនដែរទេហើយនៅពេលដែលយើងត្រូវការ energy yes triglyceride ដែលត្រូវ store ហ្នឹងនឹងត្រូវបានប្របែកទៅជា free fatty acid វិញហើយ mono glycerol វិញដើម្បីចូលទៅក្នុងឈាមដើម្បីធ្វើជា source របស់ energy អញ្ចឹងនៅពេលដែលវានៅពេលដែលយើងអស់កម្លាំងហើយយើងអត់មានស្ករទេក្នុងហ្នឹងក្លូកូសគឺ0តែម្ដងនេះថាកន្លែងនេះអត់មានក្លូកូសទេក្លូកូសគឺដកហ្មងហើយយើងមានជាលិកាខ្លាញ់អញ្ចឹងជាលិកាខ្លាញ់ទាំងអស់ហ្នឹងហើយដែលជាអ្នកប្របែកមកជា mono fatty acid វិញfree fatty acid ឬក៏monoglycerol វិញដើម្បីឲ្យខ្លាយទៅជា source របស់ energy អញ្ចឹង source របស់ energy យើងត្រូវដឹងថាវាមានច្រើន source អាចមកពី acid amine អាចមកពី carbohydrate ឬក៏ glucose ហ្នឹងហើយនឹងអាចមកពី fatty acid ដូចគ្នាអញ្ចឹងខ្លួនរបស់យើងមានតួនាទី3ហ្នឹងដែលជាអ្នក store ទុកហើយនៅពេលដែល glycogen អស់ដូចគ្នានៅពេលដែលស្ករអស់វាប្របែក glycogen អស់វាប្របែក fat អស់វាប្របែក protein ហ្នឹងគឺសាច់ដុំយើងនឹងឯង that's why ពេលដែលយើងអត់អាហារយូរទៅយើងស្រកខ្លាញ់ដំបូងស្រកខ្លាញ់ហើយស្រកចាប់ដើមស្រកសាច់ហ្មងសាច់ហ្នឹងជា protein ដើម្បីប្របែកដល់ខ្លាយជា acid amine ដើម្បីយកមកចិញ្ចឹមខ្លួនប្រាណរបស់យើងនឹងឯងអានេះគេនិយាយអំពីកន្លែងដែល storage ទៅលើ triglyceride ហ្នឹងហ្នឹងទៅអានេះគ្រាន់តែជាផ្នែកមួយដែលវានិយាយដូចកន្លែងនេះដែរទេនេះ hydrolyzed triglyceride kilomicron ហ្នឹងយ៉ាប់ដូចគ្នាទេអានេះយើងមើលពីកន្លែងដែរនេះវា form វិញម្ដងចឹង triglyceride វាមាននៅនេះហើយវាคล้ายទៅជា fatty acid and glycerol ចឹងមានន័យថាខ្លាញ់របស់យើងកើតចេញមកពី molecule ពីរហ្នឹងចឹងនៅពេលវាប្របែកគឺវាប្របែកបានពីរ molecule ហ្នឹងដូចគ្នាហើយវា form ទៅជា triglyceride វិញហើយវានឹងคล้ายទៅជា free fatty acid វិញនៅក្នុងខ្លួនរបស់យើង when food have not been eaten for a while, triglyceride from the adipose tissues is broken down, release the fatty acid as an energy source. Okay, យើង mention ហើយឯងសិតតែគ្នាយើងបានដឹងហើយអញ្ចឹង fatty acid វាមានទម្រង់គីមីរបស់វាបែបនេះអញ្ចឹងវានឹងអាចមានសមត្ថភាព convert ទៅជា ATP បាននៅក្នុង Krebs cycle របស់យើងអញ្ចឹងនៅពេលដែលយើងរៀន biochemistry ទៅយើងនឹងយល់ពី process នឹងរៀនច្រើនជាងហ្នឹងហើយឡើយយើងនិយាយអំពី lipid metabolism ដំបូងឡើយគឺវាចូលទៅក្នុង small intestine ហើយចូលទៅដល់ small intestine ហ្នឹងវានឹងធ្វើការបំបែកច្រើនតតាតាំងពីមាត់រហូតដល់កាពះរហូតដល់ពោះវៀនតូចហើយពោះវៀនតូចរបស់យើងនឹងធ្វើការបំបែកវាដោយ pancreatic juice ដោយ basal ដោយ small intestine lipase ដើម្បីអីដើម្បីឲ្យវាคล้ายទៅជា droplet ទូចៗហើយคล้ายជា unit ដែលយើងអាច reabsorb ចូលបានចឹងនៅពេលហ្នឹងពេលដែលវាប្របែក triglyceride វាប្របែកទៅវាបានខ្លាយជា cholesterol អញ្ចឹងដល់ពេលដែល cholesterol នឹងបានហើយវានឹងដឹកនាំចូលទៅក្នុង lumen របស់ចូលទៅក្នុងកោសិកានៃ small intestine អាហ្នឹងបងរំលឹកឡើងវិញណាអញ្ចឹង small intestine នឹង form បានទៅជា chylomicron ដែលយក glycerol បូកជាមួយ free fatty acid វិញបាន triglyceride បូកជាមួយ protein ផ្សេងទៀតដែលមាននៅក្នុង small intestine ហ្នឹងបង្កើតបានជា chylomicron ហើយខ្លះទៀតនៃ fatty acid គឺត្រូវបានឆ្លង directly ចូលទៅក្នុង capillary blood របស់យើងហើយ chylomicron ហ្នឹងនឹងដឹកនាំតាម luteal lump vessel ហើយ luteal lump vessel ហ្នឹងនឹងធ្វើការដឹកនាំទៅកាន់ hepatic vein portal veinអូខេអញ្ចឹងវានឹងបង្កើតបានជាការ store ទុកនៅក្នុងថ្លើមនៅក្នុងក្បាលពោះនៅក្នុងតាគៀករបស់យើងក្នុងទម្រង់ជា adipose tissues ក្នុងជា fat tissues ជាលិកាខ្លាញ់អញ្ចឹងនៅពេលដែលជាលិកាខ្លាញ់ទាំងអស់ហ្នឹង
នៅពេលដែលខ្លួនរបស់យើងអត់មាន energy supply មកយើងអត់បានញ៉ាំស្ករចូលទៅក្នុងខ្លួនអត់បានញ៉ាំបាយអញ្ចឹងវាធ្វើឲ្យ lipid ហ្នឹងចាប់ផ្ដើមប្របែកវិញហើយប្របែកពី triglycerid មក fatty acid ហើយ fatty acid ហ្នឹងនឹង convert ទៅជា acetyl CoA ចូលទៅក្នុង Krebs cycle Krebs cycle នឹង generate បានជា ATP កន្លែងឃើញទេអាហ្នឹងគឺជារបៀបដែលវាប្រើហើយmetabolic នៅពេលដែល convert acid មកជា acetyl CoA នេះគឺវាមាន waste product មួយហៅថា ketone that's why អ្នកដែលមានការ fasting ឬក៏ការអត់ញ៉ាំអាហារយូរហ្នឹងធ្វើឲ្យគាត់មានអារម្មណ៍ថាធុំក្លិនអត់ល្អនៅលើខ្លួនគាត់ហើយ ketone ហ្នឹងនឹងធ្វើការបញ្ចេញទៅក្នុង small intestine ហើយ small intestine ហ្នឹងនឹងទៅកន្លែង kidney ឲ្យ kidney ជួយបញ្ចេញ ketone ហ្នឹងចោលតាមរយៈទឹកនោមយល់តើអត់គ្នាយើងប៉ុណ្ណឹង Hello រៀង wrap up តិចទេដោយសារតែវាខ្លីដែរហើយ metabolic នៅក្នុង physiology នៅក្នុងការ reabsorption ហ្នឹងវាអត់មានអីជា complicated ឬក៏ស្មុគស្មាញខ្លាំងទេវាមានតែប៉ុណ្្នឹងឯងហើយបងចង់ឲ្យគ្នាយើងចាំថាtriglycerid ប្របែកទៅជា fatty acid ឬក៏ cholesterol ហើយដឹកនាំចូលទៅក្នុងកោសិកាក្រោមទម្រង់ជា glycerol ជាមួយនឹង free fatty acid ឬក៏ monoglycerol តែនៅពេលដែលវាត្រូវបានស្រូបចូលទៅក្នុងកោសិកាហើយកោសិកាហ្នឹងនឹង form ទៅជា triglycerid វិញហើយ form ទៅជា chylomicron ហើយ chylomicron ហូរទៅចូល lacteal lymphatic vessel ហើយ lymphatic vessel ហ្នឹងនឹងរុញទៅ portal vein នឹង store ទុកក្រុមជា adipose tissues ហ្នឹងនឹងត្រូវប្របែកនៅពេលដែលយើងអត់មាន ATP supply ឬក៏ស្ករយកមកប្របែកដើម្បីធ្វើ metabolism ហើយចូលទៅក្នុង Krebs cycle ក្រោមទម្រង់ជា acetyl CoA ហើយពេលប្របែកទៅជា acetyl CoA ហ្នឹងវាមាន ketone មួយហើយ ketone ហ្នឹងនឹងចូលទៅក្នុងកាពះពោះវៀនរបស់យើងដើម្បីរុញទៅកន្លែង kidney ហើយkidney របស់យើងនឹងបញ្ចេញចោលជាទម្រង់ urine យ៉ាប់ឥឡូវតើនៅគ្នាយើងប៉ុណ្ណឹង Hello មានកន្លែងណាចង់ឲ្យបង clarify ឲ្យម្ដងទៀតទេគ្នាយើង Hello ស្កាត់អស់លីគ្នាយើងលឺហ៎ហ្នឹងហើយលឺជួយឆ្លើយមកបងខ្លាចដាច់តាំងពីយូរគ្នាយើងអត់លឺចាប់បដៅបង